ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចាសូមអញ្ជើញពុកម៉ែបងប្អូនមកទស្សនាវីដេអូរបស់នាងខ្ញុំមួយទៀតហើយចាដែលបង្ហាញពីទីតាំងប្រាសាទបុរាណខ្មែរយើងចាឥឡូវនេះយើងបានមកដល់ស្រុកថ្មពួកចាខេត្តបន្ទាយមានជ័យចាដែលប្រាសាទនេះស្ថិតនៅឃុំគោករមៀតហើយប្រាសាទនេះដែរគឺមានឈ្មោះថាប្រាសាទក្រហមឬប្រាសាទគោករមៀតប្រសិនបើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់មកទស្សនាប្រាសាទមួយនេះបងប្អូនមកកាន់ខេត្តបន្ទាយមានជ័យចាឆ្ពោះមកស្រុកថ្មពួកហើយមកឃុំគោករមៀតបងប្អូនអាចឆែក Google Map រកប្រាសាទក្រហមចា Google នឹងបង្ហាញទីតាំងជូនពុកម៉ែបងប្អូនឲ្យបានមកដល់ទីតាំងនៃប្រាសាទបុរាណមួយនេះហើយចាប្រាសាទក្រហមឬប្រាសាទគោករមៀតនេះដែរគឺស្ថិតនៅនឹងវាលស្រែអ្នកស្រុកអ្នកភូមិតែម្ដងចាហើយប្រាសាទគឺមានតួប៉មតែមួយទេសាងសង់អំពីឥដ្ឋចាលាយជាមួយនឹងថ្មភក់បន្តិចបន្តួចចាហើយប្រាសាទក៏មើលទៅមានរោងការខូចខាតអស់ច្រើនដែរពុកម៉ែបងប្អូនចាគឺសសរពេជ្រផ្ដែអីគឺធ្លាក់ចុះមកខាងក្រោមអស់ហើយចាចំណែកឥដ្ឋសភាពឥដ្ឋក៏រងការពុកផុយធ្លាក់ជ្រុះមកច្រើនដែរចាហើយប្រាសាទនេះបើយើងមើលតាមជាក់ស្ដែងគឺមិនទាន់សាងសង់ហើយ 100% នៅឡើយទេចានៅខាងក្នុងតួប៉មនៃប្រាសាទគឺមានអ្នកស្រុកគាត់ធ្វើជារោងអ្នកតាដើម្បីមកអុជធូបបន់ស្រន់ចាសុំសេចក្តីសុខនៅបាតនៃប្រាសាទយើងក៏ឃើញមានការជីកកោះកកាយរកវត្ថុមានតម្លៃនៅខាងក្នុងនឹងដែរចានៅបរិវេណនៃប្រាសាទគឺចាប្រជាជននៅតំបន់ហ្នឹងគាត់បានធ្វើការឈូសឆាយចាព្រៃចេញដើម្បីឲ្យមានវាលស្រឡះជុំវិញនៃប្រាសាទងាយស្រួលក្នុងការមកលេងនិងមកទស្សនាចាហើយប្រាសាទក្រហមឬក៏ប្រាសាទគោករមៀតនេះដែរมันមានឯកសារឬសិលាចារឹកណាបញ្ជាក់ច្បាស់លាស់ពីឆ្នាំដែលសាងសង់នឹងក្នុងរាជស្ដេចអង្គណាឬឈ្មោះអ្វីឲ្យពិតប្រាកដទេចាចំពោះឈ្មោះថាក្រហមនេះដោយសារតែអ្នកស្រុកគាត់ឃើញប្រាសាទមានពណ៌ក្រហមគាត់ក៏ហៅថាប្រាសាទក្រហមចាអ្នកខ្លះក៏ហៅតាមឈ្មោះនៃស្រុកចាគឺប្រាសាទគោករមៀតរហូតមកដល់សប្តាហ៍ថ្ងៃនេះចាពុកម៉ែបងប្អូនក៏អាចមកលេងទីនេះដើម្បីឲ្យបានស្គាល់នៅទីតាំងស្នាដៃរបស់បុព្វបុរសយើងចាដែលខំបន្សល់ទុកចាអរគុណច្រើនពុកម៉ែបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូរបស់នាងខ្ញុំចាសូមជូនពរដល់ពុកម៉ែបងប្អូនចាជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនចារកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារសូមបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីទទួលបាននៅវីដេអូថ្មីចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា